នៅក្នុងសមាជិកខ្ញុំអ្នកដែល inspire ខ្ញុំឲ្យជិះម៉ូតូធំមាន2នាក់អ្នកគឺប៉ាខ្ញុំម្នាក់គឺពូខ្ញុំតែភាគច្រើនខ្ញុំជិះជាមួយពូខ្ញុំច្រើនជាងដោយសារថ្ងៃសៅរ៍អាទិត្យគាត់តែដឹកខ្ញុំទៅដើរលេងនៅខេត្តបាទអញ្ចឹងបាទខ្ញុំធំឡើងខ្ញុំចូលចិត្តស្រឡាញ់ខាងម៉ូតូធំហ្នឹងដោយសារគាត់បាទជប់សិនតិចប្រាប់អ្នកទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំជិះម៉ូតូដើរលេងពេលយប់តោះទៅអស់គ្នាជំរាបសួរខ្ញុំឈ្មោះចំណិតខ្ញុំធ្វើការខាងផ្នែក design ខ្ញុំជិះ model Hunter Dapper Orange ចាប់អារម្មណ៍ដំបូងគឺម៉ាស៊ីនដោយសារវាស្ទុះខ្លាំងពេលជិះលឿនទៅវា smooth ល្អបើប្រៀបមួយម៉ូតូពីមុនមកល្អជាងម៉ូតូដែលខ្ញុំធ្លាប់ជិះពីមុនមកខ្ញុំជិះម៉ូតូមួយទឹកតែដល់ពេលលើកនេះខ្ញុំសាកម៉ូតូក្រុមហ៊ុនខ្ញុំគិតថាល្អជាងមុនឆ្ងាយខ្ញុំអ្នកឆ្លាញ់វិស័យម៉ូតូធំពេលបានឮសលេងម៉ូតូគឺធ្វើឲ្យខ្ញុំមានអារម្មណ៍ relax អាចកាត់បន្ថយពី stress ឬក៏បញ្ហាតានតឹងពីការងារច្រើនសម្រាប់ខ្ញុំការជិះម៉ូតូពេលយប់វា Hunter ហ្នឹងគឺអត់សូវប៉ះពាល់ទេដោយសារស៊ីម៉ាំងដែលចេញពីក្រុមហ៊ុនមកហ្នឹងក៏អត់សូវលឺទេតែដោយសារខ្ញុំអ្នកចូលចិត្តលេងម៉ូតូអញ្ចឹងខ្ញុំដូរស៊ីម៉ាំងរៀងលឺជាងមុនបន្តិចប៉ុន្តែនៅតែអត់អីទេខ្ញុំគិតថាអត់អីចំណុចដែលខ្ញុំពេញចិត្តរបស់ Hunter ទី1គឺរូបរាងការរចនាមកវាស្អាតclassic ផង modern ផងអញ្ចឹងខ្ញុំចូលចិត្តមែនតើទី2ខ្ញុំចូលចិត្តម៉ាស៊ីនខ្លាំងស្ទុះហើយជិះលឿនទៅគឺ smooth ទី3គឺទម្ងន់វាគឺល្មមបើយើងជិះទៅគឺយើងអាចបត់បែនស្រួលហើយខ្ញុំគិតថាមនុស្សស្រីក៏គាត់អាចជិះបានដែរវាអត់ធ្ងន់ពេកសម្រាប់គាត់ទេមានរឿងមួយដែលខ្ញុំចងចាំពេលខ្ញុំនៅក្មេងដែលជិះជាមួយពូខ្ញុំហ្នឹងគឺដល់កន្លែងមួយគឺគាត់ចង់ហូបទឹកដោតជូរយើងឃើញគាត់ហូបទឹកដោតជូរយើងចង់ផឹកដែរប៉ុន្តែយើងក្មេងគាត់ថាអត់ទេកុំហូបព្រោះអីខ្ញុំអ្នកកាន់អីវ៉ាន់ឲ្យគាត់អញ្ចឹងគាត់ខ្លាចខ្ញុំស្វឹងទៅទម្លាក់អីវ៉ាន់គាត់ឆោតតាមផ្លូវអញ្ចឹងគាត់ថាឲ្យផឹកទេការដែលបានចូលរួមជាមួយ Royal Enfield Family គឺខ្ញុំទទួលបានបទពិសោធន៍ថ្មីច្រើនជាពិសេសបងនៅក្នុងក្រុមគាត់ចែកម្លែកបទពិសោធន៍ក្នុងការជិះម៉ូតូបទពិសោធន៍ក្នុងការប្រើប្រាស់ឬក៏ជួសជុលអីហ្នឹងពីមុនមកខ្ញុំអត់ដែលបានទទួលទេហើយមួយទៀតក៏មានកម្មវិធីផ្សេងដែលក្រុមហ៊ុនគាត់រៀបចំឡើងហ្នឹងដើម្បីសមាជិកបានចូលរួមអញ្ចឹងក៏ខ្ញុំអត់ដែលមានពីមុនមកដែរអញ្ចឹងសម្រាប់ខ្ញុំគិតថាហ្នឹងគឺជាចំណុចល្អមែនទែនខ្ញុំចង់ណែនាំទៅអ្នកដែលចង់ប្រើប្រាស់ម៉ូតូ Royal Enfield Hunter គឺអ្នកទាំងអស់គ្នាអាចមក showroom ដើម្បីសាកម៉ូតូផ្ទាល់ខ្ញុំគិតថាអ្នកទាំងអស់គ្នាគាត់ជិះពេញចិត្តជាមួយនឹង Hunter បាទ